តោះយើងតមេរៀនទៀតតាក់ទងជាមួយនឹងបាទមេរៀនយើងធ្វើអរិយាម្ដងណាបាទអរិយាហ្នឹងគឺជាវិធីសាស្ត្រដែលយើងមិនចង់សរសេរច្រើនដងមានន័យថាយើងចងក្រង command ណាសម្រាប់ user ណាមកឲ្យ user នោះប្រើមកហើយបន្ទាប់មកយើងចង់ឲ្យ user ណាមួយនោះប្រើទៀតអញ្ចឹងយើងមិនចាំបាច់ទៅសរសេរម្ដងទៀតទេយើងសរសេរតែម្ដងហើយហៅ command នោះយកទៅប្រើតែម្ដងអានឹងប្រៀបដូចយើងបង្កើត object ដែរណាបាទបង្កើត object មួយសម្រាប់ហៅទៅគ្រប់ប្រើសម្រាប់ហៅណាសម្រាប់ហៅឲ្យគ្រប់ user ទាំងអស់អាចប្រើប្រាស់បានដោយមិនចាំបាច់សរសេរឡើងវិញម្ដងហើយម្ដងទៀតទេអញ្ចឹងនៅក្នុងនេះខ្ញុំនឹងបាទតេស្តណាឲ្យអ្នកទាំងនេះមើលតាក់ទងជាមួយនឹងអរិយា command បាទអរិយា command នៅក្នុងមេរៀនរបស់យើងនៅក្នុងនេះ slide នេះណានៅទំព័រទីនេះកន្លែងចំណុចនេះណាហើយបើសិនជាយើងធ្វើការ config នៅក្នុង sudo គឺនៅ line ទី51អញ្ចឹង line ទី51នេះអានេះគឺជាអរិយាណាអញ្ចឹងរូបមន្តដើម្បីបង្កើតអរិយាបាទខ្ញុំឲ្យមើលរូបមន្តបន្តិចណានេះចុះណាបាទអញ្ចឹងកន្លែងនេះគឺជាការបង្កើតអរិយា command shutdown បាទអញ្ចឹងខ្ញុំបញ្យល់ឡើងបន្តិចណាអញ្ចឹងដើម្បីបង្កើតបានអ្នកទាំងនេះត្រូវដាក់ keyword នេះបាទ cmnd underscore alias បន្ទាប់មកឈ្មោះនេះឈ្មោះស្អីក៏បានដែរបាទអញ្ចឹងឧទាហរណ៍នៅក្នុងនេះគឺខ្ញុំបានធ្វើការបង្កើត alias name មួយឈ្មោះថា shutdown បាទពីព្រោះអីមុននឹងធ្វើការបង្កើតខ្ញុំសូមបញ្យល់កន្លែងនេះបន្តិចទាក់ទងជាមួយនឹង shutdown alias name គឺជាឈ្មោះដែលយើងត្រូវហៅយកទៅប្រើអញ្ចឹងក្នុង line ទី49កន្លែងនេះអ្នកទាំងនេះត្រូវសរសេរទៅតាមរូបមន្តគោលរបស់វាទី1គឺដាក់ keyword នេះទី2កន្លែងនេះដាក់ឈ្មោះអីក៏បានជាឈ្មោះ alias របស់យើងកន្លែងនេះស្មើនេះបាទអ្នកទាំងនេះអាចសរសេរ command ណាដែលចង់ឲ្យគេប្រើបាទអញ្ចឹងដោយសារនៅក្នុង Linux តាក់ទងជាមួយនឹង command shutdown មានច្រើន command មានច្រើនណាមានដូចជា command have restart ណា command នេះ command shutdown command នេះ command shutdown ដែរ command នេះ command reboot ហ្នឹងគឺមានន័យថាធ្វើឲ្យម៉ាស៊ីន shutdown ណាឲ្យតែធ្វើឲ្យម៉ាស៊ីន shutdown គឺគេហៅថា shutdown ហើយនឹង init អញ្ចឹង init មាន init 0 init 6អីចឹងទៅជា command ដែលធ្វើឲ្យ system យើង reboot បានដែរអញ្ចឹង systemctl នេះក៏ជា command ដែលធ្វើឲ្យម៉ាស៊ីនរបស់យើង shutdown បានដែរអញ្ចឹងមានច្រើន command អញ្ចឹងនៅពេលដែលយើងចង់បិទម្ដងមួយវាពិបាកអញ្ចឹងអ្នកនរគ្នាប្រមូល command ទាំងអស់ដាក់មកដុំមកហើយទៅសេជា alias បាទសេជា alias អញ្ចឹងមកអញ្ចឹងខ្ញុំឧទាហរណ៍បាទ cmd alias name អញ្ចឹងមកដាក់ឈ្មោះ shutdown អញ្ចឹងមកស្មើអញ្ចឹងហូហែហ្នឹងមកណាបាទហូហែអញ្ចឹងមកបាទបន្ទាប់ពីទៅសេបានហើយអ្នកនរគ្នាត្រូវហៅវាមកប្រើអញ្ចឹងដើម្បីហៅវាមកប្រើអ្នកនរគ្នាហៅបែបនេះអញ្ចឹងចាំឈ្មោះនេះណាឈ្មោះនេះទៅសេអក្សរអីហៅអក្សរហ្នឹងណានេះឈ្មោះនេះសរសេរអក្សរធំទាំងអស់ណាបាទអញ្ចឹងដល់ពេលដែលយើងមិនចង់ឲ្យ user Fedora របស់យើងនេះ shutdown បាន shutdown ណាអញ្ចឹងយើងសរសេរនោះបាទបន្ថែមពាក្យកន្លែងនេះមួយអញ្ចឹងដាក់សញ្ញាឧទានពីមុខអញ្ចឹងមានន័យថាអត់ឲ្យប្រើ command shutdown ទេអញ្ចឹង command shutdown user Fedora មិនអាចប្រើបានទេបាទបើសិនជាគាត់មានវិធីសាស្ត្រធ្វើឲ្យម៉ាស៊ីនរបស់យើង shutdown ឬក៏ restart បានលុះត្រាតែប្រើប្រាស់ក្រៅពី command ទាំងអស់នេះបាទប៉ុន្តែ command ទាំងអស់នេះវាណាវិធីសាស្ត្រវាអាចមានអាហ្នឹងបើចង់ឲ្យ restart វាចុចដៃទៅបិទម៉ាស៊ីនអញ្ចឹងទៅអាហ្នឹងវាហាមអត់បានទេណាអានេះយើងតាក់ទងមួយការប្រើប្រាស់ command ទេបាទជាបើគាត់ទៅបិទម៉ាស៊ីន direct ឬក៏ដកឌុយដកព្រីដាច់ភ្លើងអាហ្នឹងបាទជា hard manual ទេអត់មែនជា command ទេអញ្ចឹងតាក់ទងជាមួយនឹង restart shutdown អីគឺជាប្រើបែបហ្នឹងអញ្ចឹងត្រូវចងចាំពីព្រោះអីកន្លែងនេះគឺសំខាន់ដល់ពេលដែលយើងទៅបាទទៅ allow user បាទឲ្យ user ណាមានសិទ្ធិធ្វើនេះធ្វើនោះបាទអញ្ចឹងក្នុងនោះក៏យើងអាចបង្កើតalias name ច្រើន
បាទអារយៈណែមច្រើនហើយនៅពេលដែលយើងចង់ឲ្យ user ណាប្រើហៅវាមកប្រើមកណាបាទដូច user ធម្មតាអញ្ចឹង user ធម្មតាគាត់អត់មានសិទ្ធិក្នុងការប្រើប្រាស់ command របស់ administrator ទេអញ្ចឹងដើម្បីឲ្យគាត់មានសិទ្ធិប្រើប្រាស់អ្នកទាំងគ្នាមកតាក់ទងជាមួយនឹងស្អីមួយមកបង្កើតឲ្យគាត់មួយមកយកមកដាក់ក្នុងនេះមកបាទអត់ដាក់សញ្ញាទានតែដាក់សញ្ញាទានគឺគាត់បានអាចប្រើប្រាស់បានទេអញ្ចឹងដកសញ្ញាទានចេញមកក្បៀសដកក្បៀសដាក់មកអត់ឲ្យគាត់ប្រើដាក់សញ្ញាទានពីមុខឲ្យគាត់ប្រើបាទលុបសញ្ញាទានអានេះគឺជាបាទអ្វីដែលជាកន្លែងសំខាន់របស់ administrator ដែលត្រូវចេះនៅក្នុងការ config បាទអញ្ចឹងតាក់ទងជាមួយនឹងមេរៀនកន្លែងនេះបាទអញ្ចឹងសាកទៅដោយសារតាក់ទងជាមួយនឹងការបិទ command បើក command អ្នកនរគ្នាវីដេអូមុនប្រកាសជាចេះប្រើអញ្ចឹងកន្លែងនេះគ្រាន់តែយើងបាទបង្កើត object ឲ្យវាដើម្បីហៅវាមកប្រើនៅគ្រប់ user ទាំងអស់បាទតាមអ្វីដែលយើងចង់បានជៀសវាងការសរសេរដដែលច្រើនដងបាទអញ្ចឹងខ្ញុំអត់បានអនុវត្តទេខ្ញុំសូមតមេរៀនបន្តិចណាបាទតមេរៀនបន្តិចបាទអញ្ចឹងកន្លែងនេះដូចគ្នាដែរតាក់ទងជាមួយនឹង line 51 design យើង add line 49ហើយ49អញ្ចឹង add 2 command add 2 line វាបាន50 51 50 49 50អញ្ចឹងអានេះយើងបង្កើតថ្មីបាទបង្កើតថ្មីនេះគឺតាក់ទងជាមួយនឹងអារយៈណែមួយឈ្មោះ user mgr បាទ user បាទ mgr មកពាក្យ management បាទ manager បាទ manager អញ្ចឹងទៅបាទ user manager អញ្ចឹងទៅអញ្ចឹងខ្ញុំបង្កើត command នេះមួយបាទដែល command នេះសំដៅដែលអារយៈនេះគឺមាន command ដូចជា user add user del user mode បាទនិង passwd ជាងសូមបញ្ជាក់បន្តិចតាក់ទងជាមួយនឹងមេរៀនកន្លែងនេះគឺមានការ update អញ្ចឹងដោយសារឥឡូវនេះ version 43វាបានយក command ទាំងអស់ដាក់ក្នុង bin អស់ហើយអញ្ចឹងក្នុង sbin គឺអត់មានទេខ្ញុំសូមកែបន្តិចណាបាទអញ្ចឹងខ្ញុំកែត្រូវហើយណាអញ្ចឹងអ្នកទាំងនេះអាចតេស្តទៅបាទអញ្ចឹងសម្រាប់ user ណាក៏ដោយដែលអ្នកទាំងនេះចង់ឲ្យប្រើប្រាស់នៅ command ទាំងអស់នេះបាទគ្រាន់តែយកអារយៈ user mgr នេះបន្ថែមនៅចុងកន្ទុយទៅបានហើយគាត់អាចប្រើប្រាស់បានបាទអញ្ចឹងឧទាហរណ៍ណាបាទខ្ញុំឲ្យគ្រប់នេះបាទគ្រប់ user mgr នេះមានសិទ្ធិប្រើប្រាស់ command នេះឃើញគាត់តែហៅប៉ុណ្ណឹងមកអញ្ចឹងដឹងហើយថាគ្រប់ជាមួយនឹង user config ដូចគ្នាទេគ្រាន់តែគ្រប់អ្នកទាំងគ្នាត្រូវដាក់សញ្ញាឧទានសំដៅសញ្ញាភាគរយពីមុខបាទអញ្ចឹងកន្លែង config គ្រប់បាទអ្នកទាំងគ្នាត្រូវដឹងពីកន្លែង config គ្រប់ណាបាទប្រយ័ត្ន config អត់ត្រូវនេះខ្ញុំសូមបង្ហាញតិចចុះណាបាទអញ្ចឹងចង់ config គ្រប់អ្នកទាំងគ្នាត្រូវគ្រប់បាទជាមួយនឹងគ្រប់របស់យើងបាទអញ្ចឹងខ្ញុំចូល root វិញណាបាទនេះ vi sudo ណាឬក៏យើងអាចប្រើបាទ vi sudo អញ្ចឹងទៅបាទ sudo ណានេះប៉ុណ្ណេះក៏បាន enter មកនេះដូចគ្នាទេណាបាទនេះគ្រប់តាក់ទងជាមួយការ config គ្រប់គឺ config កន្លែងនេះ config កន្លែងនេះបាទនេះ allow people in group បាទ while to run បាទអញ្ចឹងតាក់ទងជាមួយការ config គឺ config កន្លែងនេះបាទ config កន្លែងនេះមកបាទអញ្ចឹងបើសិនជាអត់ចង់ឲ្យទា password ទេអ្នកនរនេះដាក់នេះថែមមួយណាចុងកន្ទុយមានន័យថានៅពេលដែលយើង sudo enter មកវាអត់ទា password ទេអញ្ចឹងអ្នកនរចង់ប្រើអត់ឲ្យទា password ដាក់នេះណាដាក់នេះមកបាទដាក់ all ចេះមកបាទដាក់ all ចេះណាឬក៏ចង់ឲ្យទាកន្លែងណាក្បៀសឲ្យដាក់ command មកអានឹងទាហើយបាទអញ្ចឹងតាក់ទងជាមួយនឹងអត់ចង់ដាក់ណាបាទអញ្ចឹងកន្លែងនេះខ្ញុំគិតថាអ្នកទាំងនេះអាចយល់បើសិនជាអត់យល់អីចឹងទៅ comment ខាងក្រោមផងបាទ comment ខាងក្រោមណាបាទអញ្ចឹងតាក់ទងជាមួយនឹងការ config អ្នកទាំងនេះត្រូវតែបាទ config ហើយតេស្តបានដឹងអំពីបាទអនុភាពឬក៏លទ្ធផលដែលយើងបានរៀនអញ្ចឹងបើអ្នកទាំងនេះអត់ធ្វើទេគឺអត់មានលទ្ធផលទេបាទអញ្ចឹងត្រូវតែធ្វើណាបាទរៀនធ្វើមកបាទពីព្រោះអីមេរៀននេះឆ្លងទៅដល់ network បាទ share network
បើអ្នកទាំងនេះអត់ចេះអានឹងទេអត់អាចទៅ share network បានទេព្រោះ folder នៅក្នុង network គឺមានបាទប្រើជាមួយនឹង user នៅក្នុង group អញ្ចឹងកាលណាយើងអត់យល់កន្លែងមេរៀនអស់ហ្នឹងអ្នកទាំងនេះអត់អាចឆ្លងទៅដល់មេរៀន network បានទេបាទ network វាឆ្លងទៅដល់ cloud អញ្ចឹងបាទធ្វើទៅតិចណាធ្វើតិចទៅបាទអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងបាទដើម្បីបន្តទៅមេរៀនមួយទៀតហ្នឹងមេរៀនសូមបញ្ចប់ហើយបាទតើ config បានដឹងណាបាទអញ្ចឹងតើតងជាមួយការ config user config group config alias អស់ហើយអញ្ចឹងនៅក្នុងមេរៀននេះមានតែ3ប៉ុណ្្នឹងទេតើតងជាមួយនឹង allow ឬក៏ block user command ណាអញ្ចឹងចង់ block ដាក់សញ្ញាទានពីមុខបាទអញ្ចឹងចង់បង្កើត alias ធ្វើ alias មក alias នៅ line ទី49ណាបាទនេះលេខ109នេះអ្នកទាំងនេះចង់ទៅ line 49ទៅ line 49មកណាបាទមើលលេខហ្នឹងទៅបាទមើលលេខហ្នឹងហើយចុចឲ្យទៅដល់ហ្នឹងទៅនេះ49ឃើញ block 49ណាអញ្ចឹងសរសេរមកដាក់ alias name មករូបមន្តរបស់គេហ្នឹងគេមកស្រេចហើយបាទអ្នកទាំងនេះអាចបាទលុបរបស់គេក៏បានដែរណាលុបរបស់គេប្រើ simple របស់គេហ្នឹងក៏បានដែរទៅសេមានរបៀបហ្នឹងគឺដាក់មួយកណាត់មានរបៀបយើងដើម្បីងាយស្រួលក្នុងការមើលអញ្ចឹងបាទសុំប៉ុណ្្នឹងចុះបាទអញ្ចឹងបើអត់ធ្វើទេគឺយើងអត់ដឹងទេតើអត់ធ្វើណាអូខេអរគុណ